បានចូលបម្រើនៅ Christian Mamadi Finance នេះចាប់តាំងពីឆ្នាំ2022ចាបន្ទាប់ពីនេះរយៈពេល1ឆ្នាំជាងហើយខ្ញុំជ្រើសរើសយកនៅការពង្រីកនៅសមត្ថភាពចំណេះដឹងនៅបទពិសោធន៍ជាមុនហើយនាងខ្ញុំគិតថាប្រាក់ខែវាសំខាន់ដែរប៉ុន្តែយើងអាចគិតថាមួយចំណុចទៀតយើងគិតថាបើសិនជាយើងមិនមានសមត្ថភាពធ្វើការយើងមិនមានបទពិសោធន៍យើងមិនមានពាក់ព័ន្ធជាមួយនឹងចំណេះផ្សេងៗទេគឺយើងអាចទទួលបាននៅប្រាក់ចំណូលខ្ពស់ទេមន្ត្រីអនុទានរបស់យើងដែលនៅទីនេះគេហៅថាមន្ត្រីប្រឹក្សាអាជីវកម្មហ្នឹងគឺត្រូវតែមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់នៅក្នុងការផ្ដល់កម្ចីឬក៏សេវាកម្មជូនដល់អតិថិជនហើយប្រកាន់ភ្ជាប់នៅក្រមសីលធម៌វិជ្ជាជីវៈខ្ពស់នៅក្នុងការដែលដោះស្រាយបញ្ហាជាមួយអតិថិជននៅរាល់ពេលដែលគាត់ប្រើកម្ចីរបស់យើងទៅមានការសងត្រឡប់មកវិញយឺតយ៉ាវចាវាផ្ទុយស្រឡះពីបណ្ដាញសង្គមមួយចំនួនដែលកន្លងមកមានការបកស្រាយទៅលើមុខតំណែងមួយនេះដែលខុសពីក្រមសីលធម៌របស់ពួកយើងជាមួយនឹងសាច់ញាតិរបស់ខ្ញុំមិត្តភ័ក្តិមនុស្សនៅជុំវិញខ្លួនរបស់ខ្ញុំគឺពួកគាត់តែងតែលើកទឹកចិត្តក៏ដូចជាតែងតែជំរុញនាងខ្ញុំឲ្យមានការខិតខំប្រឹងប្រែងទៅលើការងារដោយយើងអត់មើលឃើញថាការងារនឹងវាអាក្រក់យើងជាមនុស្សស្រីយើងធ្វើការងារនឹងអត់បានទេវាអញ្ចឹងចុះគឺអត់ដែរទេប៉ុន្តែបកត្រឡប់មកនៅទីនេះនៅពេលដែលយើងមានអីថ្មីមកគឺយើងអត់ដែរគិតថាវាជាយើងខ្លាចថាដោយសារអញ្ចឹងចុះហើយយើងគិតថាវាជាឱកាសទោះបីជាធ្វើទៅល្អឬមិនល្អគឺយើងទទួលយកបានដែរអាហ្នឹងវាជាការផ្លាស់ប្ដូរហើយខ្ញុំគិតថាវាមកពីបរិយាកាសជុំវិញហើយក៏ដូចជាការបណ្ដុះបណ្ដាលពីកន្លែងធ្វើការដូចគ្នាដែរអាហ្នឹងវាជាចំណុចដែលសំខាន់ក្រោយពេលដែលនាងខ្ញុំបានចូលមកបម្រើការនៅទីនេះនាងខ្ញុំសង្កេតឃើញខ្លួនឯងថាខ្លួនឯងមានភាពក្លាហានជាងមុនហើយមួយវិញទៀតគឺអត់សូវមានភាពភ័យខ្លាចនៅក្នុងការទំនាក់ទំនងហើយមួយវិញទៀតគឺបានកសាងទំនាក់ទំនងមានន័យថាស្គាល់មនុស្សជុំវិញខ្លួនច្រើនជាងមុនមួយនេះគឺទាមទារនៅសមត្ថភាពខ្ពស់នៅក្នុងការប្រស័យតាក់ទងនៅក្នុងការជជែកជាមួយនឹងអតិថិជនចាប្រកបដោយភាពក្លាហានមិនអៀនខ្មាស់ហើយប្រកាន់ភ្ជាប់នៅគោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ចាដូច្នេះមិនថាតែយើងបណ្ដុះបណ្ដាលគឺយើងមានកម្មវិធីប្រជុំប្រចាំខែក៏ដូចជាប្រជុំប្រចាំថ្ងៃសម្រាប់ឲ្យយើងប្រកាសថាពួកគាត់ទាំងអស់ហ្នឹងគឺគាត់មានសមត្ថភាពនៅក្នុងការដែលអាចនិយាយស្ដីទៅកាន់អតិថិជនអាចប្រស័យតាក់ទងប្រកបដោយវិជ្ជាជីវៈខ្ពស់ចា៎ខ្ញុំសូមលើកទឹកចិត្តដល់សិស្សសានុសិស្សក៏ដូចជានិស្សិតដែលមានបំណងចង់បម្រើការងារនៅក្នុងវិស័យមួយនេះគឺសូមកុំមើលរំលងនៅក្នុងតួនាទីជាមន្ត្រីប្រឹក្សាអាជីវកម្មនេះចាពីព្រោះដល់ជូននៅការពង្រឹងនិងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនដើម្បីចាប់យកនៅឱកាសដូចខ្ញុំបានជម្រាបជូនខាងដើមអញ្ចឹងគឺមានបំណិនជាច្រើនដែលអាចជួយពង្រឹងសមត្ថភាពរបស់ពួកគាត់យើងជាទូទៅយើងធ្វើការយើងមានអត្ថប្រយោជន៍ជាហិរញ្ញវត្ថុនិងអត្ថប្រយោជន៍ដែលមិនមែនជាហិរញ្ញវត្ថុចំពោះអត្ថប្រយោជន៍ដែលមិនមែនជាហិរញ្ញវត្ថុហ្នឹងទី1គឺជាអីគេទី1គឺយើងមានចំណេះជំនាញចាទី2គឺយើងមានភាពក្លាហានចាទី3គឺយើងគេហៅថាមានការទំនាក់ទំនងល្អហើយជាពិសេសវិញទៀតហ្នឹងគឺការបំពេញការងារសប្តាហ៍នេះវាជាអ្វីដែលយើងអាចរៀនសូត្របាននៅពេលដែលមានបញ្ហាគឺយើងរៀនសូត្របញ្ហាទាំងអស់ហ្នឹងដូចជាមេរៀនរបស់យើងអញ្ចឹងមេរៀនរបស់យើងអញ្ចឹងធ្វើឲ្យយើងមានបទពិសោធន៍ក្នុងការដោះស្រាយបញ្ហា